គឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងម៉ាកដែលយើងធ្លាប់ទិញ franchise ពីគាត់ពីមុនមកទៀតទេនេះជំរឿសគ្រឿងផ្សំទាំងអស់នៅក្នុងស្រុករបស់យើងតើបងឯងនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋសាមញ្ញទូទៅបានដឹងព័ត៌មានហើយអាចបញ្ជាក់ថាព័ត៌មាននឹងជាព័ត៌មានពិតបានអត់បន្តទៅនឹងត្រូវបើកចំហទាំងអស់ព្រោះនេះគឺជាអ្វីដែលយើងដំណើរយើងទៅមុខយើងផ្លូវយើងទៅចឹងដូចខ្ញុំជម្រាបដងថាចុងក្រោយយើងចង់ថាយើងប្រើពាក្យមួយថាយើងឲ្យអត្ថិភាពនៃជំរឿសគ្រឿងផ្សំទាំងអស់នៅក្នុងស្រុករបស់យើងកាលណាតើនៅក្នុងស្រុករបស់យើងអាចបង្កើតនៅរបស់មួយដែលមានគុណភាពសុវត្ថិភាពចំណីអាហារសម្រាប់អតិថិជនរបស់យើងគឺយើងទទួលយកទៅព្រោះបទពិសោធន៍ទាំងអស់យើងស្គាល់យើងដឹងនៅអស់ហើយយើងដឹងថារបស់ម៉េចដែលវាមានគុណភាពល្អរបៀបណាសុវត្ថិភាពណាព្រោះយើងកសាងម៉ាកមួយថ្មីទៅយើងមើលវែងឆ្ងាយទៅមុខទៀតអ្វីដែលយើងប្រើវាត្រូវតែល្អវែងឆ្ងាយទៅមុខទៀតអញ្ចឹងយើងមានការជ្រើសច្រើននៅក្នុងហ្នឹងបើបន្តទៅនឹងឃើញម្ចាស់ក្រុមហ៊ុនខ្ញុំគាត់ថាពេលវេលានឹងឲ្យមនុស្សមើលឃើញថាស្អីដែលនឹងកើតឡើងបន្តទៅយើងធ្វើបន្តទៅអតិថិជននឹងមើលឃើញយើងស្អីដែលយើងធ្វើបន្តទៅខ្ញុំដឹងថាបងធ្លាប់បញ្ជាក់ច្រើនដងប៉ុន្តែខ្ញុំចង់ឲ្យបងបញ្ជាក់លើកនេះទល់មុខម្ដងដូចខ្ញុំឃើញបងបញ្ជាក់តាមអេក្រង់TPC ដែលជារបស់ខ្មែរយើងបច្ចុប្បន្នដែលបងឯងធានាថាជារបស់ខ្មែរมันមានពាក់ព័ន្ធឬនៅមានពាក់ព័ន្ធអីជាមួយនឹងម្ចាស់ brand ដើមនិយាយឈ្មោះត្រង់មក The Pizza Company ដែរអត់រហូតដល់ពេលនេះហើយបន្តទៅអនាគត TPC Pizza របស់យើងដែលយើងបង្កើតខ្លួនឯងនេះគឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងម៉ាកដែលយើងធ្លាប់ទិញ franchise ពីគាត់ពីមុនមកទៀតទេគឺជារបស់យើងខ្លួនឯងយើងសម្រេចខ្លួនឯងយើងដើរឈរដោយខ្លួនឯងតទៅអនាគតសំណួរចុងក្រោយនេះគឺមិនមានសំណួរទេមានអីដែលបងឯងគិតថាបងឯងចង់និយាយចង់ដែលពិធីករមិនបានសួរចាបាទទីមួយខ្ញុំឃើញ comment នៅក្នុង social media ច្រើននិយាយពីរឿងថាអូយើងនឹងបដូរមែនអត់យើងពិតយើងពណ៌នឹងយើងមិនអីមិនចឹងទៅខ្ញុំសុំឲ្យថាបាទវាធម្មតារឿងកើតឡើងអារឿងពិបាកក្នុងចិត្តផងអារឿងបញ្ហាហិរញ្ញវត្ថុផងបញ្ហាបុគ្គលិកផងអីច្រើនចា៎អញ្ចឹងមានរឿងខ្លះយើងមើលរំលងដែលពេលខ្លះបាទទទួលស្គាល់ថាមានអ្នក comment ហ្នឹងគាត់ខ្ញុំមិនអាចបន្ទោសគាត់បានហើយក៏គាត់ថាយើងទទួលស្គាល់ថាយើងមើលរំលងចឹងមែនចា៎ដែលពណ៌នឹងវាស្តៀងវានៅដដែលអីចឹងទៅប៉ុន្តែគាត់ថាសូមឲ្យគាត់បន្តតាមដានយើងមកបន្តទៀតអ្វីដែលយើងនឹងធ្វើបន្តទៅអនាគតហើយបាទចាំជឿនៅពេលក្រោយក៏បានបើមិនទាន់ជឿឥឡូវប៉ុន្តែគាត់ថាចង់បញ្ជាក់ថាគឺជាអ្វីដែលយើងធ្វើពិតប្រាកដចា៎មួយទៀតសម្រាប់សាធារណជនជាទូទៅក៏ដូចអតិថិជនរបស់យើងដូចគ្នាថាសូមឲ្យមើលមកយើង TPC Pizza ហ្នឹងឲ្យឃើញថាបាទផ្លាកសញ្ញាហ្នឹងlogo ហ្នឹងអីចឹងប៉ុន្តែសូមឲ្យមើលហួសមកនឹងបន្តិចទៀតថាអ្នកណានៅក្រៅពីក្រៅហ្នឹងនៅពីក្រៅហ្នឹងយើងមានបុគ្គលិករាប់រយអ្នកបន្ថែមទៀតយើងមានអ្នកផ្គត់ផ្គង់របស់យើងដែលជាដៃគូសហការក្នុងស្រុករបស់យើងគាត់មានបុគ្គលិកប្រកបក្រុមគ្រួសារប្រកបដូចគ្នាហើយមើលលើពីហ្នឹងទៀតថាគឺជាជោគជ័យមួយជាជ័យជំនះមួយ TPC Pizza នេះដែលយើងអាចបង្កើតឡើងដោយខ្លួនឯងយើងដកគេចេញយើងដាក់បង្កើតរបស់យើងខ្លួនឯងចុងក្រោយនោះដែលយើងចង់ឲ្យឃើញនោះថា TPC Pizza នេះអាចនាំទៅពិភពលោកមិនត្រឹមតែនាំ brand មួយដែលយើងបង្កើតខ្លួនឯងបញ្ចប់ឲ្យគេបង្កើតរបស់ខ្លួនឯងចេញទៅពិភពលោកប៉ុន្តែនាំមកហូបអាហារតសញ្ញាណខ្មែរតសញ្ញាណមកហូបខ្មែរនេះចេញទៅខាងក្រៅឲ្យគេឃើញផងដែរយើងតាមដានទាំងអស់គ្នាប៉ុន្តែតើយើងស្អប់ដោយផ្អែកទៅលើព័ត៌មានដែលយើងអាចយកជាការពិតបានដែរឬក៏អត់ហើយថាតើយើងស្អប់រហូតដល់ថ្នាក់ស្អប់ដោយទាំងខ្មែរគ្នាឯងដែរអត់ហ្នឹងហើយអញ្ចឹងខ្ញុំអរគុណច្រើនបង TPC Pizza ឆ្ងាញ់អ្វីម្លេះទេ TPC Pizza ដែលអ្នកចូលចិត្ត